សួស្តីបងប្អូនទាំងអស់គ្នាល្ងាចនេះជួបគ្នាទៀតហើយគឺមក unboxing pitchboard និយាយរួមទៅមួយថ្ងៃvừaងាយនេះគឺអត់មានបានទៅរកស៊ីអីនឹងគេឲ្យជាធំដុំទេគឺព្រឹកឡើងពេលព្រឹកហ្នឹងក៏ធ្វើត្រង់បានហើយពេលរសៀលនេះក៏មក unboxing របស់ online pitchboard នេះគឺវាជាសម្ភារៈមួយយ៉ាងដែលគេពាក់ព្យួរនៅជញ្ជាំងសម្រាប់អ្នកដែលថាគាត់ជាអ្នកធ្វើការងារជាអ្នកដែលមានសម្ភារៈរបស់របរច្រើនដូចជាមានខ្សែកាសខ្សែភ្លើង power bank ទូរស័ព្ទ 2-3 iPad 2-3 ព្រោះ pitchboard នេះគឺយើងដាក់តាំងភ្ជាប់នៅជញ្ជាំងទៅវាងាយស្រួលសម្រាប់ដែលយើងអង្គុយធ្វើការហើយយើងមានដូចជាប៊ិចខ្មៅដៃសម្ភារៈកប៉ិកកប៉ុកក៏កំប៉ុងផ្សេងហ្នឹងគឺយើងយកវាដាក់នៅក្នុង pitchboard ហើយ pitchboard នេះគឺខ្ញុំមិនដឹងថាប្រែថាម៉េចទេព្រោះអីឮតែអ្នកលក់គេហៅថា pitchboard តែបើសម្រាប់ខ្ញុំគេហៅថាសម្ភារៈព្យួរអីវ៉ាន់នៅជញ្ជាំងនេះបន្ទាប់ពីខ្ញុំបានហែកប្រអប់របស់វាហើយមើលគ្រឿងសម្ភារៈវាមួយចំនួនហើយក៏យល់ដល់បន្ទាប់ពីយល់ហើយក៏ខ្ញុំបានវាស់វែងដើម្បីរៀបចំដាក់ភ្ជាប់នៅជញ្ជាំងការដាក់ភ្ជាប់នៅជញ្ជាំងនេះក៏អត់ទាន់មានតុកទេព្រោះឲ្យជាងគេកំងគេធ្វើតុកហ្នឹងធ្វើអត់ទាន់បានដោយសារតែមេជាងគាត់មានភាពរវល់មមាញឹកអញ្ចឹងហើយក៏បានសម្ភារៈ pitchboard នេះក៏យកមកដាក់តុបតែងភ្ជាប់នៅជញ្ជាំងអញ្ចឹងខ្ញុំដាក់ភ្ជាប់សម្រាប់ខ្លួនឯងហ្នឹង3ផ្ទាំងហើយមួយផ្ទាំងទៀតនេះសម្រាប់ប្រពន្ធរបស់ខ្ញុំគាត់ដាក់ព្យួរសម្ភារៈផ្សេងរបស់គាត់ដូចជាទូរស័ព្ទ power bank និងរបស់សំខាន់មួយចំនួនទៀតតូចតាចរបស់គាត់នេះការដែលតឡើងនេះក៏វាមិនចេះតែតឡើងទេវាត្រូវការអ្នកដែលមានចំណេះជំនាញច្បាស់លាស់ទឹកដៃល្អបានអាចធ្វើបានបើថាល្មមលុំបានតែមាត់ចេះតែនិយាយធ្វើអត់កើតទេវាមិនអាចធ្វើមិនកើតទេចឹងហើយការតឡើងនេះក៏ខ្ញុំមើលតាម YouTube ដែរវាមិនចេះថាយើងចេះទេមើលពីរបៀបតឡើងរបស់គេដល់ពេលមើល YouTube មួយវីដេអូពីរវីដេអូទៅក៏យល់ក៏ចាប់ផ្ដើមយកមកតឡើងខ្លួនឯងបញ្ជាក់ផងដែរ pitchboard នេះ4ផ្ទាំងនេះតម្លៃ$34ប៉ុន្តែវាមានភាពរឹងមាំកាវរបស់គេនឹងល្អសាច់កាវរបស់គេល្អមើលទៅវាគួរឲ្យចង់ប្រើហើយមួយហ្នឹងក៏មិនដឹងជាឆ្នាំណាខែណាទេបានខូចព្រោះយើងស្វានដាក់ភ្ជាប់នៅជញ្ជាំងហើយនៅខាងក្នុងបន្ទប់ទៀតវាមិនប៉ះក្តៅប៉ះអីអញ្ចឹងហើយវាអាចរក្សាបានយូរហ្នឹងហើយខ្ញុំបានតឡើងរួចរាល់ហើយខ្ញុំបានចាប់ផ្ដើមចាប់គ្រឿងរបស់វាចូលហើយនេះចាប់អានេះវាដូចជាកន្លែងដាក់ប៊ិចអានេះធ្នើសម្រាប់យើងដាក់ដូចជាក្របកັບតប៊ីតគីបឯកសារតិចតួចអានេះយើងអាចដាក់ជាទូរស័ព្ទក៏បានដាក់ជាសម្ភារៈអីផ្សេងក៏បានឲ្យតែយើងគេថាដាក់ទៅវាល្មមសមរម្យនឹងចំណុចផ្សេងវាទៀតមានប្រដាប់វាបញ្ឈរអីផ្សេងហ្នឹងសម្រាប់យើងពាក់ខ្សែកាពាក់ខ្សែឆ្នាំងសាកទូរស័ព្ទឬក៏ព្យួរខ្សែកក៏បានដែរបើសិនជាមានខ្សែកយើងអាចព្យួរខ្សែកក៏បានដែរនិយាយទៅវាល្អមួយយ៉ាងដែរវាមានមុខងារវាច្រើនយើងអាចដាក់បានទៅតាមការចូលចិត្តរបស់យើងនេះគឺមួយកន្លែងទៀតដែលខ្ញុំដាក់សម្រាប់ឲ្យប្រពន្ធរបស់ខ្ញុំគាត់ដាក់ទូរស័ព្ទពេលគាត់ចុចទូរស័ព្ទចិត្តទៅគាត់សម្រាប់គាត់អាចយកទូរស័ព្ទមកសាកនៅកន្លែងនេះឲ្យដាក់ទុកបានហើយយើងរៀបចំដាក់ខ្សែភ្លើងស្អីដើម្បីកុំឲ្យមានភាពរញ៉េរញ៉ៃ
អូខេចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយទៀតបើសិនជាបានទិញរបស់ថ្មីមក unboxing អរគុណ